តើសួស្តីទាំងអស់គ្នាបន្តជាមួយនឹងមេរៀនយើងទៀតគឺយើងមកនិយាយអំពី border style ណាកាលពីសប្តាហ៍សំតកាលពីមេរៀនមុនគឺយើងរៀន border style ចំនួន4ហើយចឹងឥឡូវនេះយើងមករៀនបន្ថែមទៀតនៅ border style ដើម្បីឲ្យអ្នកទាំងអស់គ្នាមាន concept កាន់តែច្រើនទាក់ទងទៅនឹង border style ចឹងមុននឹងយើងធ្វើ border style បានទី1បងប្អូនត្រូវនៅក្នុង HTML គឺយើងត្រូវបង្កើត button មួយដែលមានឈ្មោះថា submit ហើយយ៉ាងសំទុកមានឈ្មោះថា submit ហើយនៅក្នុងហ្នឹងយើងដាក់ឈ្មោះ class ឲ្យវាគឺ btn ណាអញ្ចឹងតោះយើងចាប់ផ្ដើមចូលទៅ style អញ្ចឹងអ្នកដែលអត់យល់តាមអត់ទាន់អាចមើលមេរៀនមុនបានណាតោះអញ្ចឹង tag border គឺយើងវាយពាក្យឥឡូវយើងនេះមកនេះអ្នកចូលមកថ្មីត្រូវដឹងណានេះគឺជាឈ្មោះរបស់ button ណាយើងហៅឈ្មោះ button យកមកប្រើនៅក្នុង CSS គឺយើងប្រើសញ្ញាចុចហើយហៅឈ្មោះរបស់ button ហ្នឹងមកមានន័យថា class name របស់វាណាអញ្ចឹងហើយយើងបិទបើកគ្នាអញ្ចឹងមកហើយអញ្ចឹងបន្ទាប់មក border គឺយើងប្រើ tag ថាអាយ៉ា border យើងប្រើ tag border អញ្ចឹងមកហើយបន្ទាប់មកនៅទីនេះយើងថ្ងៃនេះយើងរៀនទៅលើ grow ណា grow ទៅតា grow នឹងអីគេ grow ហ្នឹងយើងអាន grow ណា grow អញ្ចឹង grow ហ្នឹងគឺនេះ grow អញ្ចឹងខ្ញុំអត់ដឹងថាតើខ្ញុំនឹងបកប្រែថាម៉េចទេប៉ុន្តែខ្ញុំមិនបកប្រែទេ grow ហ្នឹងគឺវាគឺជា style នៃ border បែបនេះណាអញ្ចឹង grow ហ្នឹងគឺ style បែបហ្នឹងណាយើងមើលឃើញ style បែបហ្នឹងហើយវាមានស៊ុំនេះរៀងថោកឡើងមកលើហើយខាងក្នុងនេះវារៀងផតចូលទៅក្នុងអាហ្នឹងយើងហៅថា groove ណាអញ្ចឹងតាក់ទងទៅនឹងកម្រាស់តាក់ទងទៅនឹងពណ៌អីគឺស្រេចហើយយើងដាក់ទេយើងចង់បាន blue យើងចង់បាន black អីយើងដាក់តាមនឹងទៅណាអូខេឥឡូវឧទាហរណ៍ខ្ញុំដាក់វាដាក់ blue អញ្ចឹងវានឹងចេញពណ៌ blue អញ្ចឹងណាហើយកម្រាស់វាក៏អាស្រ័យលើយើងដាក់ដែរយើងចង់ដាក់ពី px គឺវាចេញពី px ឲ្យវាដាក់យើងដាក់ឲ្យ 6px ណាវានឹងចេញ 6px ឲ្យអូខេហ្នឹងហើយបើយើងដាក់កាន់តែធំមើលកាន់តែឃើញច្បាស់អញ្ចឹងឥឡូវខ្ញុំដាក់ឲ្យធំឲ្យស្រួល px អូខេនេះ groove ហ្នឹងហ្នឹងហើយ groove ហ្នឹងគឺនេះអានេះវាមើលទៅវាផុសឡើងណាផុសឡើងប៉ុន្តែនេះអាខាងក្នុងនេះវាផតចូលទៅក្នុងទៅក្រោយណាvà ខាងលើនេះវាផុសឡើងមានន័យថាវាពីរជាន់អាហ្នឹងគឺ groove ណា